របៀបដោះ Google Account Oppo A3X version 15 នេះវាជាប់ Google Account គឺវាចេញបែបនេះយើងចុចអី next ទៅមុខទៀតការទេវាជាប់ទៅ Google Account ហ្នឹងហ្មងហើយតើចូលរំ Wi-Fi មកយើងយកទូរស័ព្ទមួយទៀតសម្រាប់ share Wi-Fi ចូលហើយយើង share Wi-Fi ចូលហើយយើងចុច next ទៅមុខចុចបិទអា hotspot ទូរស័ព្ទខាងស្ដាំដៃខ្ញុំហ្នឹង hotspot សម្រាប់ share Wi-Fi ហ្នឹងយើងចុចបិទអា Wi-Fi ហ្នឹងទៅយើងចុចអាទូរស័ព្ទជាប់ចុច next ទៅតែនេះវាអត់ទាន់ចេញទេខ្ញុំចុចអត់ទាន់វាមិញឥឡូវវានៅជាប់ Google Account ឡើយ next ទៅមុខអត់ទាន់រួចទេឥឡូវខ្ញុំ back ទៅក្រោយសិនតទៀតចុចបើក Wi-Fi share ដែរមកហើយយើង refresh ឲ្យវាជាប់ Wi-Fi វិញមកវាចេញពាក្យ next ហើយយើងចុច hotspot នឹងចុច next នឹងចុចស្មើគ្នាមកព្រឹបមកឥឡូវចេញ Google Account អញ្ចឹងយើងអាចដោះបានណាអាចដោះបានយើងចុច next តាមវារហូតមក skip ហើយចុចតាមវារហូតមកចុចទៅមុខរហូតមកយើងអាចដោះ Google Account បានហើយប៉ុណ្ណឹងដោះបានជោគជ័យ 100% ហើយ Oppo A5X A3X version 15 Android 15 អានេះយើងអាចដោះបានជោគជ័យហើយបាទសូមអរគុណ